Bà xong nó nhạt cụp nâng chìm điệp xua bà ta đón bồn đọc ní phòng đai bà xóa có một can video thầm ấy cái đôi chỉ xóa có một can style thầm ấy phòng đai nâng ấy bồn đọc ní xongรับvideo mới ní nhóm trong phương hai cái đôi trong chạy lại bà style mùi bốc hết ní bà ta đón bồn đọc ní bà hai style mới ní nhóm tự thơ hai thầm ấy đê tê nâng ấy hai nhóm đăng thà bóng bồn đọc ní sơ lanh bình chất rư có ọt nâng ấy dân nhóm đăng tê chân xongรับbóng bồn đai sơ lanh bình chất style bà chầm riêng bàថ្មីបាទដែលខ្ញុំបង្កើតទៅបងប្អូនកុំភ្លេចជួយ like ក៏ដូចជាជួយ subscribe បាទ channel YouTube សម្បត្តិអ្នកមួយផងបងប្អូនគ្នាហ្នឹងហើយដោយសារចិត្តគ្រប់ដែលខ្ញុំត្រូវ free បាទជូនទៅដល់បងប្អូនគ្នាហើយហ្នឹងហើយអញ្ចឹងរកបងប្អូនដែលមិនទាន់ sub បាទជួយ sub អ្នកមួយទៅបាទហ្នឹងហើយសារខ្វះតែ 3-4 subscribe ទៀតទេហ្នឹងហើយហើយបងប្អូនកុំភ្លេចមើលវីដេអូឲ្យបានចប់ផងភាសានៅក្នុង style នីមួយៗខ្ញុំតែងតែប្រាប់ក៏ដូចជាតែងតែបញ្យល់បាទបងប្អូននៅចំណុចការផ្លាស់ប្ដូរមួយចំនួនបាទដើម្បីឲ្យបងប្អូនចេះផ្លាស់ប្ដូរដោយខ្លួនឯងហ្នឹងហើយ style មួយនេះភាគច្រើនបងប្អូនឃើញខ្ញុំធ្វើមកហើយខ្ញុំដាក់ឈ្មោះនៅពីក្រោមនេះបាទប៉ុន្តែសម្រាប់មួយប្រភេទនេះគឺខ្ញុំអត់បានដាក់ឈ្មោះទេបងប្អូនគ្នាដោយសារខ្ញុំឡើងជាមួយនឹងពិលរួចហើយបាទសារបងប្អូនចង់ដាក់ឈ្មោះអីបងប្អូនអាចដាក់បន្ថែមបានហ្នឹងហើយប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំធ្វើជាមួយនឹងព្រិលបាទដូចបងប្អូនឃើញហើយឈ្មោះរត់ព្រាតហ្នឹងគឺជាឈ្មោះផងខ្ញុំនឹងឯងអញ្ចឹងមិនថា YouTube ឬក៏ Facebook អីទេអញ្ចឹងបងប្អូនវាយឈ្មោះនឹងទៅវាលោតហ្នឹងហើយសម្រាប់បងប្អូននៅក្នុង YouTube អត់មានអីពិបាកទេគ្រាន់តែចូលទៅខាងក្រោមវីដេអូផងខ្ញុំឬក៏ខាងក្រោម description នៃវីដេអូផងខ្ញុំបាទ channel ផងខ្ញុំទៅគឺឃើញlink ខ្ញុំដាក់ស្រាប់ហើយ link Facebook ណាអញ្ចឹងបងប្អូនត្រូវការបាទ style អីថ្មីអាចឆានមកបានហ្នឹងហើយបើសិនជាគ្រប់ 1k subscribe គឺខ្ញុំនឹងឲ្យ free ហើយបងប្អូនអរគ្នាហ្នឹងហើយខ្ញុំនឹងចែក free បាទហើយបងប្អូនកុំភ្លេចជួយ like ជួយ share បាទដើម្បីឆាប់គ្រប់ហ្នឹងហើយអូខេអញ្ចឹងនៅក្នុង style មួយនេះដូចខ្ញុំប្រាប់ខាងដើមមកអញ្ចឹងថាបងប្អូនកុំភ្លេចតាមដានទស្សនាមើលពីដើមដល់ចប់ដើម្បីដឹងពីចំណុចប្រើប្រាស់បាទមួយចំនួននៃ style បាទនីមួយហ្នឹងហើយក៏សូមអធិស្ឋានទៅដល់បងប្អូនទាំងគ្នាដែលបងប្អូនទាំងគ្នាខ្លះគាត់ comment សួរថារបៀបធ្វើម៉េចអីម៉េចអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំសូមអធិស្ឋានផងដោយសារការធ្វើនឹងវាចំណាយពេលយូរបងប្អូនទាំងគ្នាមិនមែនធ្វើមកផ្លែតរួចទេអញ្ចឹងវាចំណាយពេលយូរអញ្ចឹងបើសិនជាបងប្អូនចង់ចេះធ្វើបងប្អូនអាចមើលវីដេអូណាដែលខ្ញុំដាក់ចំណងជើងថារបៀបធ្វើ style ធ្វើអីហ្នឹងបងប្អូនមើលទៅប៉ុន្តែនៅក្នុងវីដេអូហ្នឹងគឺខ្ញុំអត់មាននិយាយអីទេដោយសារវាវែងពេកអញ្ចឹងខ្ញុំដាក់ជាភ្លេងវិញហ្នឹងហើយតែបើវីដេអូនិយាយអាហ្នឹងខ្ញុំអត់បានដាក់ភ្លេងដាក់អីទេដោយសារខ្ញុំប្រាប់ឲ្យបងប្អូនដឹងអញ្ចឹងណាហ្នឹងហើយតោះមួយខាត់ពេលខ្ញុំនឹងបង្ហាញពីរបៀបប្រើប្រាស់ style មួយនេះការផ្លាស់ប្ដូររបៀបម៉េចហ្នឹងហើយមួយទៀតខ្ញុំនឹងដោះ stop បាទដើម្បីឲ្យបងប្អូនមើលថា style នេះរត់របៀបម៉េចហ្នឹងហើយតើដំបូងបងប្អូនចូលមកកាន់ខ្មៅដៃផងយើងមកហ្នឹងហើយអ្នកដែលធ្លាប់ប្រើកម្មវិធី AV Player ដឹងហើយហ្នឹងហើយចូលមកហើយអត់មានធ្វើអីទេនៅក្នុងនោះខ្ញុំមានដាក់ជាភាសាខ្មែរខ្លះដែរបងប្អូនទាំងគ្នានេះកន្លែងនេះខ្ញុំដាក់ logo ទី1 logo ទី2និង logo ទី3បាទអញ្ចឹងlogo ទី1នេះគឺជា background បាទពណ៌ខ្មៅបាទនេះបងប្អូនឃើញទេពេលខ្ញុំដោះទៅវាឡើងមានខ្មៅហើយអាហ្នឹងក៏ខ្ញុំដាក់ឈ្មោះវាជា logo ដែរហ្នឹងហើយ logo ទី1អាហ្នឹងអញ្ចឹងយើងដាក់ text មកដើម្បីឲ្យមានខ្មៅវិញហើយ logo ទី2នេះជាកង់វិលបាទនេះកង់វិលនៅកណ្ដាលហើយកង់វិលប្រភេទនេះគឺខ្ញុំបានធ្វើរួចហើយបងប្អូនទាំងគ្នាតែខ្ញុំអត់ទាន់បានដាក់ free ទេហ្នឹងហើយអញ្ចឹងបងប្អូនដែលចង់បានមិនថានៅលើ style អីផ្សេងឬក៏ style ប្រភេទនេះបងប្អូនអាចយកបានបាទ logo ប្រភេទនេះយកទៅដាក់បានហ្នឹងហើយអញ្ចឹង logo ទី3គឺជាឈ្មោះខ្ញុំទេបងប្អូនទាំងគ្នាប៉ុន្តែខ្ញុំដាក់តែមួយតួទេនេះនឹងឈ្មោះខ្ញុំដូចគ្នាអញ្ចឹងខ្ញុំដាក់តែមួយតួទេហើយខ្ញុំបានធ្វើពណ៌ធ្វើអីវារួចហើយហ្នឹងហើយខ្ញុំធ្វើពណ៌វាជាមួយនឹងកង់វិលធ្វើដូចគ្នាអញ្ចឹងបើបងប្អូនចង់ធ្វើពណ៌ផ្សេងធ្វើទៅហ្នឹងហើយបើសិនជាអត់ចេះធ្វើអាច
nè nhom behind cái line thơ nè cái line thơ viên nơiចំណុចទី3á nè សិនបងប្អូនមើលខ្នេះសិនតើមកខ្នេះបងប្អូនចុចនៅលើ logo ទី3អញ្ចឹង logo ទី3មានន័យឈ្មោះមកឈ្មោះចំកណ្ដាលនេះឯងអញ្ចឹងចំណុចធ្វើពណ៌វានេះនៅចំណុចទី3នៅកន្លែងនេះបើចុចមកនេះបងប្អូនឃើញពណ៌អញ្ចឹងបងប្អូនឃើញខ្ញុំស្រីពណ៌ប្រភេទនេះតែបងប្អូនកុំភ្លេចមើលអក្សរវាផងនេះមើលអក្សរអង់គ្លេសនៅខ្នេះនេះហើយតួលេខរបស់វានេះហើយមួយទៀតមើលអក្សរកន្លែងនេះមួយទៀតនេះអក្សរកន្លែងនេះខ្ញុំធ្វើខ្ញុំដាក់បែបនេះអញ្ចឹងបងប្អូនត្រូវតែដាក់បែបនេះដែរបើមិននិយាយបងប្អូនដាក់ទៅអីផ្សេងអានឹងវាដូរទេអញ្ចឹងត្រូវដាក់ឲ្យដូចខ្ញុំមកអញ្ចឹងវាដូរហើយតើតោះទៅនឹងនីតិនេះកន្លែងនេះបើបងប្អូនចង់ឲ្យវាដូរលឿននេះអាក្រោមនេះយើងទាញវាកັບ 1000 ឬក៏លើសពី 1000 ទៀតអានឹងវាដូរលឿនហើយតែបើយើងចង់ឲ្យវាយឺតអានឹងយើងបន្ថយវាមកបាទថយវាទៅអានឹងវាដូរយឺតយូរបានវាដូរមួយអីចឹងណាហ្នឹងហើយមើលមកក្រោមនេះទៀតនេះក្រោមលេខ2នេះសញ្ញាខណ្ឌលេខ2នេះកន្លែងនេះគឺរូបភាពបាទរូបភាពពីក្រោយបាទអានឹងជារូបខ្ញុំនឹងឯងបងប្អូនអរគ្នានេះឃើញទេពេលខ្ញុំដោះថេកទៅគឺវាបាត់ហើយអានឹងគឺជារូបខ្ញុំនឹងឯងអញ្ចឹងបងប្អូនចង់ធ្វើការផ្លាស់ប្ដូរក៏ផ្លាស់ប្ដូរបានបាទហើយចំណុចផ្លាស់ប្ដូរវាបងប្អូនត្រូវចុចនេះចុចខាងដើមនេះចុចឲ្យចំកន្លែងរូបភាពពីក្រោយហើយបងប្អូនចុចមកជម្រើសទី2មកនេះចឹងបងប្អូននឹងឃើញតារាងរូបនេះតារាងរូបសម្រាប់ដូរចឹងបងប្អូនចុចទៅនេះចុចទៅលើតារាងរូបនេះហើយនេះកន្លែងដូរនៅខាងនេះបងចុចមកខ្នែមកចឹងវានឹងបង្ហាញឲ្យបងប្អូនចង់ដាក់រូបប្រភេទម៉េចដាក់ទៅហ្នឹងហើយតែសម្រាប់ខ្ញុំដាក់រូបខ្ញុំនឹងឯងចឹងបើសិនជាបងប្អូនចង់ធ្វើការផ្លាស់ប្ដូរទៅហើយមួយទៀតខ្ញុំប្រាប់មួយទៀតបើសិនជារូបនឹងវាអត់បុកអត់អីនេះបងប្អូនមើលអាពាក្យកន្លែងនេះផងណាព្រោះពាក្យកន្លែងនេះវាអត់ចាញ់ដូចរបស់ខ្ញុំទេមានន័យថារូបនឹងវាអត់បុកតាមភ្លេងទេអានឹងវានៅធម្មតាទេចឹងតើដាក់វាចាញ់ចេញមកបានវាបុកតាមភ្លេងហើយហ្នឹងហើយចឹងបងប្អូនមើលទៅនេះពេលបងប្អូនចុចលើវានឹងចាញ់នេះឃើញទេចាញ់អក្សរមានច្រើនហ្នឹងហើយតែបងប្អូនត្រូវមើលអក្សរនេះធ្វើម៉េចឲ្យដូចខ្ញុំទេគឺវាចាញ់ហើយអានឹងសម្រាប់បងប្អូនដែលផ្លាស់ប្ដូរបើសិនជាបងប្អូនអត់ផ្លាស់ប្ដូរទេអានឹងវាដាក់ទៅគឺវាបុកធម្មតាទេភាសារូបខ្ញុំស្រីបុករួចហើយហ្នឹងហើយខាងក្រោមទៀតដូចជាអត់មានអីទេបងប្អូនហ្នឹងហើយបងប្អូនព្រិលខ្ញុំធ្វើមកតែមួយទេនេះហើយនេះនៅក្រោមសញ្ញាខណ្ឌលេខ10បងប្អូនអរគ្នានេះចឹងបងប្អូនចុចមកហើយបើសិនជាបងប្អូនចង់ដូរដាក់ឈ្មោះអីផិនខ្លួនឯងបងប្អូនចុចមកចំណុចទី3នេះបាទរួចហើយបងប្អូននេះចុចមកកន្លែងតារាងរូបនេះភាសាវីដេអូមុនខ្ញុំពេលខ្លះខ្ញុំអត់បានបង្ហាញទេអាកន្លែងដូរចង់ដាក់ឈ្មោះដាក់អីខ្លួនឯងឲ្យវារត់ទៅជាព្រិលហ្នឹងមានបងប្អូនយើងឆាតសួរខ្ញុំដែរចឹងខ្ញុំអត់ដែលបានប្រាប់ទេកន្លែងហ្នឹងចឹងនៅក្នុងវីដេអូនេះខ្ញុំប្រាប់ហើយហ្នឹងអញ្ចឹងបងប្អូនចុចកន្លែងតារាងរូបនេះមកហើយបងប្អូនចុចមកកន្លែងនេះមកហើយបងប្អូនទៅរកមកកន្លែងណាឈ្មោះបងប្អូនអញ្ចឹងណាអានេះវាបញ្ចូលមកបែបនេះវាចាញ់ហើយអញ្ចឹងបងប្អូនរកមើលមកកន្លែងណាឈ្មោះបងប្អូនហើយបងប្អូនគាត់ទៅចុច thích លើវាទៅអានឹងវាចូលហើយពេលវាចូលហើយបើសិនជាវាមិនធំវាទូចវាអីនេះកន្លែងស្រីឲ្យវាធំឲ្យអីហ្នឹងនៅក្រោមនេះក្រោមមកតារាងរូបនេះឯងហើយធ្វើពណ៌វាក៏កន្លែងនេះដែរនេះកន្លែងធ្វើពណ៌វានៅក្រោមនេះអញ្ចឹងបងប្អូនដាក់ចូលមកហ្នឹងហើយអាហ្នឹងខ្ញុំស្រីតម្រូវស្រេចទេបើសិនជាបងប្អូនចង់ដាក់ឈ្មោះបងប្អូនចូលក៏ដាក់បានដែរអីទេខ្ញុំស្រីតម្រូវស្រេចហើយដាក់មកគឺចេញប៉ុនគ្នាឯងបាទពេលខ្លះបើគាត់នៅតូចធំតិចតួចបងប្អូនស្រីបន្ថែមទៅខ្ញុំប្រាប់កន្លែងស្រីដូចហ្នឹងហើយនៅក្នុងចំណុចស្តាំនេះអត់មានអីច្រើនខ្ញុំធ្វើមកតែប៉ុណ្ណឹងឯងដោយបងប្អូនឃើញនេះខ្ញុំដាក់សញ្ញាខណ្ឌទី11អញ្ចឹងបើសិនជាបងប្អូនចង់អេតដាក់ឈ្មោះដាក់អីបន្ថែមទៀតបងប្អូនលុបអាសញ្ញាខណ្ឌទី11សិនណាចាំអេតចូលបើសិនជាបងប្អូនអត់លុបទេអានឹងវាអាចចូលទេហ្នឹងហើយនៅក្នុងនេះបើសិនជាបងប្អូនចង់ដឹងចង់មើលពីរបៀបនៃការធ្វើខ្ញុំបងប្អូនមើលនៅក្នុងតារាងនេះត
តារាងមួយនេះបងប្អូនមើលគ្រប់វាទៅដឹងហើយដោយសារពេលខ្លះបងប្អូនថាស្រួលតាមពិតមិនមែនស្រួលទេការធ្វើគេធ្វើពីចំណុចទី1នេះធ្វើពីចំណុចលើនេះមុនហើយបងប្អូនឃើញពេលយើងចុចលើចំណុចនោះមួយនេះវាមាននៅផ្នែកមានប្រមាណចំណុចទៀតនេះហើយយើងធ្វើអាលើគេមុនដំបូងនេះយើងធ្វើអានេះហើយបន្តមកធ្វើអានេះទៅមកធ្វើអានេះទៅមកយើងធ្វើអានេះទៀតហើយធ្វើអានេះទៀតអញ្ចឹងយើងធ្វើគ្រប់ប្រមាណចំណុចនេះហើយបានយើងមកធ្វើចំណុចក្រោមវានេះទៀតនេះចានឹងខ្ញុំគាត់តែប្រាប់ទេហ្នឹងហើយចំណុចវាមានតាមប្រភេទវាចំណុចខ្លះមាន6ចំណុចខ្លះមាន5ចំណុចខ្លះមាន3ចំណុចខ្លះមាន2នេះប្រភេទនេះតាមនេះអានឹងដោយសារខ្ញុំអត់បង្ហាញបងប្អូនឲ្យបានដឹងបានយល់ពីរបៀបធ្វើមួយចំណុចដោយសារវាវែងវីដេអូវែងហ្នឹងហើយអញ្ចឹងខ្ញុំសុខចិត្តថាឲ្យបងប្អូនយក free ពីខ្ញុំទៅវាស្រួលហ្នឹងហើយ free ពីខ្ញុំអត់មានអីបាត់ទេបងប្អូនគ្រាន់តែជួយមើលហើយជួយ like subscribe Channel YouTube ខ្ញុំតាមដានទស្សនាមើលវីដេអូខ្ញុំបង្រៀនរបៀបម៉េចធ្វើរបៀបម៉េចអីរបៀបម៉េចហ្នឹងបងប្អូនមើលខ្លួនឯងទៅពេលខ្លះបងប្អូនចេះធ្វើហើយព្រិលប្រភេទនេះក៏ខ្ញុំធ្លាប់បានបង្រៀនធ្វើដែរថាស្រេវារបៀបម៉េចអីរបៀបម៉េចណាខ្ញុំបានបង្រៀននៅក្នុងវីដេអូហ្នឹងហើយក៏ប៉ុន្តែខ្ញុំអត់និយាយជាសំឡេងប៉ុន្តែខ្ញុំគ្រាន់តែបង្ហាញពីរបៀបស្រេក៏ដូចពីរបៀបធ្វើអញ្ចឹងបងប្អូនអាចមើលនៅក្នុង Channel YouTube ខ្ញុំទៅហ្នឹងហើយបងប្អូនអរគ្នាសម្រាប់វីដេអូនេះខ្ញុំអត់មានអីច្រើនទេខ្ញុំមានតែប៉ុណ្្នឹងទេហ្នឹងហើយឥឡូវខ្ញុំនឹងដោះ stop នេះឲ្យបងប្អូនមើល style បុកបន្តិចហ្នឹងហើយស្រឡាញ់ពេញចិត្តកុំភ្លេចជួយ like ឬ subscribe ឲ្យខ្ញុំផងបងប្អូនអរគ្នាហ្នឹងហើយតើឥឡូវមើល style បុកទាំងគ្នាហ្នឹងហើយបងប្អូនអរគ្នាសម្រាប់ style មួយនេះគឺបុកស្តៀងទៅនឹង style មុនដែរទេហ្នឹងហើយការតឡើងពណ៌តឡើងអីគឺខ្ញុំតឡើងដូចតែ style មុនដែរទេគាត់ថាខុសតិចបាទខុសពីមុនតិចទេហ្នឹងហើយអញ្ចឹងរាល់បងប្អូនដែលឆ្លាញ់ពេញចិត្តបើត្រូវការអាចឆាតមកបានណាហ្នឹងហើយអាចទាក់ទងមកតាម link Facebook ហ្នឹងមកហ្នឹងហើយអញ្ចឹងដល់រូបសម្បត្តិហ្នឹងហើយអរគុណច្រើនបងប្អូនអរគ្នាមានតែប៉ុណ្្នឹងទេហើយចាំជួបគ្នានៅវីដេអូក្រោយទៀតហើយនឹង style បាទថ្មីបាទក្រោយទៀតផងដែរហ្នឹងបាយ